របៀបធ្វើវីដេអូត្រាប់តាមគេបងប្អូនទាំងអស់គ្នាដូចថាយើងយករូប idol យើងមកអញ្ចឹងណាយើងដាក់វីដេអូដាក់អីចូលអញ្ចឹងយើងចង់ត្រាប់តាមអីក៏បានដែរបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញឲ្យបងប្អូនយើងកម្មវិធីហ្នឹងគឺល្អមែនទែនបងប្អូនបាទហ្នឹងហើយមានអីច្រើនជាច្រើនទៀតណាបាទអញ្ចឹងអ្នកទាំងអស់គ្នាគឺយើងចូលមកក្នុង Play Store មកបងប្អូនណាបាទដើម្បីដំឡើងនៅកម្មវិធីចូលមក Play Store បងប្អូនចុច search មកបងប្អូនសូមវាយតាមខ្ញុំបាទដាក់ថាTrim Fact បាទបងប្អូនដាក់ថា Trim Fact ណានេះខាងលើនេះអញ្ចឹងបងប្អូនវាយចេញមកហើយអ្នកទាំងអស់គ្នាយើងຕົកលើ Trim Fact ហ្នឹងមកបាទអញ្ចឹងអ្នកទាំងអស់គ្នានេះគេកម្មវិធីនេះបងប្អូនធ្វើការ install មកណាបាទដំឡើងមកពេលដែលដំឡើងហើយអ្នកទាំងអស់គ្នាចុចលើ open មកដើម្បីចូលទៅធ្វើទាំងអស់គ្នាបន្តមកចេញអញ្ចឹងអ្នកទាំងអស់គ្នាយក Get Start នេះចុច Get Start មកបន្តមកចេញអញ្ចឹងគេឲ្យយើងបង់លុយប៉ុន្តែយើងអត់បង់លុយទេយើងចុចខ្វែងណាបាទចុចខ្វែងអានេះនេះកន្លែងហ្នឹងຕົកមកបាទអូខេអញ្ចឹងយើងចូលមកចេញអញ្ចឹងយើងចុចខ្វែងទៀតអូខេអញ្ចឹងកម្មវិធីនោះវាមានច្រើនបងប្អូនណាបាទនឹងវាមានច្រើនដាក់រូបឲ្យឈ្មោះក្បែរគ្នាអីចឹងណាបាទឲ្យរូបរបស់យើងឲ្យចេះរំចេះអីចឹងទៅបាទមានច្រើនទៀតបងប្អូនទាំងអស់គ្នាស្ទាយណាបាទអញ្ចឹងអ្វីដែលខ្ញុំត្រូវប្រាប់នោះគឺខ្ញុំប្រាប់អំពីរបៀបយើងត្រាប់តាមបងប្អូនណាធ្វើវីដេអូត្រាប់តាមអញ្ចឹងបងប្អូនយើងត្រូវមើលកន្លែងនេះ Trim Edit បងប្អូនណានេះកន្លែងនេះណាដែលមានលក្ខណៈបែបអញ្ចឹងណាបាទអញ្ចឹងបងប្អូនយើងហើយកម្មវិធីវាមានច្រើនទៀតបងប្អូនណាបាទមានតាំងពីដាក់រូបភាពរបស់យើងឲ្យច្បាស់មានតាំងពី Market Effect បាទធ្វើមានវីដេអូ VA ត្រាប់តាមអញ្ចឹងណាបាទហ្នឹងហើយវាមានការកាត់ background ចេញទៀតបាទយើងដាក់រូបរបស់យើងទៅចង់កាត់ background អីក៏បានដែរអានេះលក្ខណៈបង្កើតវីដេអូ AI យើងទៅសេអក្សរទៅចេញជាលក្ខណៈប្រើវីដេអូយើងឲ្យទៅធ្វើជាអីក៏បានដែរអញ្ចឹងណាអានេះលក្ខណៈយើងនិយាយហើយនឹងច្រៀងអញ្ចឹងណាបាទអូខេអញ្ចឹងបងប្អូនខ្ញុំរៀបរាប់ប៉ុណ្ណឹងបងប្អូនយើងណាបាទអញ្ចឹងខ្ញុំសូមប្រាប់អាហ្នឹងទូប៉ុណ្ណឹងអញ្ចឹងអ្វីដែលយើងត្រូវធ្វើបងប្អូនយកកន្លែង Trim Edit បងប្អូនណានេះយកអាហ្នឹងមកណាយកកន្លែង Trim Edit ហ្នឹងមកបាទបន្តមកអ្នកនរគ្នាយកកន្លែង Try Now ចុចលើ Try Now នេះ Try Now បាទបន្តមកខ្ញុំសូមបញ្យល់បងប្អូនយើងបន្តិចគេដាក់ថា Upload video អញ្ចឹងបងប្អូនទាំងអស់គ្នានេះគេឲ្យយើង upload វីដេអូរបស់យើងចូលណាវីដេអូដែលយើងថតហើយបាទថតហើយដាក់ដូចថាមកកណាត់ខ្លួនឡើងលើណាយើងអង្គុយថតហ្នឹងហើយយើងអង្គុយថតអញ្ចឹងទៅយើង upload រូបវីដេអូហ្នឹងមកចូលមកបាទវីដេអូយើង upload វីដេអូវីដេអូហ្នឹង upload ហ្នឹងបែរថាបងប្អូនថតវីដេអូមកកណាត់ខ្លួនឡើងលើហ្នឹងហើយថតហើយបងប្អូនយើងធ្វើខ្លីមកបានហើយណាហ្នឹងហើយខ្លីមកដូចថា15វិនាទីអីចឹងណា16វិនាទី30វិនាទីអញ្ចឹងណាបាទបងប្អូនយើងថតហើយយកមកអាប់ឡូតចូលកន្លែងនេះណាអាប់ឡូតវីដេអូតុកលើមកអាប់ឡូតចូលអញ្ចឹងខ្ញុំសុំដាក់វីដេអូចូលសិនបាទចេញអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំចុច continue ណាបាទចុច continue តបមកយកពាក្យថា allow all កដាលបាទអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំដាក់វីដេអូចូលបងប្អូនយើងខ្ញុំដាក់វីដេអូនេះបាទបន្តមកខ្ញុំចុច confirmអញ្ចឹងខ្ញុំបានដាក់វីដេអូមកហើយបងប្អូននេះជាវីដេអូបងប្អូនមើលអ្នកឃើញទេហើយនេះអាប់ឡូតរូបភាពបងប្អូនណាបាទអញ្ចឹងអានេះយើងយករូបភាព idol របស់យើងក្តីយករូបភាពនរណាផ្សេងដែលយើងចង់ឲ្យត្រាប់តាមវីដេអូរបស់យើងនេះបាទយកដាក់រូបកន្លែងនេះដើម្បីឲ្យត្រាប់តាមវីដេអូនេះបងប្អូនណាបាទអញ្ចឹងអ្នកទាំងអស់គ្នាយើងចូលទៅយករូបភាពមកຕົកលើមកអត់មកចេញអញ្ចឹងបងប្អូនយកកន្លែង continue អញ្ចឹងខ្ញុំដាក់រូបភាព idol សុខវិស័យបាទបន្តមកបងប្អូនទាំងអស់គ្នាយើងនេះយើងចុចពាក្យថា create មកណាបាទបន្តមកបងប្អូនទាំងអស់គ្នាយើងធ្វើការរងចាំបាទយើងធ្វើការរងចាំឲ្យដល់ពេញ 100% ណាបាទចេញមកឲ្យបងប្អូនទាំងអស់គ្នានេះឃើញទេបាទចេញមកដូចមិនដូចប្រហែល%បងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងនៅពេលណាដែលយើងធ្វើបានហើយអ្នកទាំងអស់គ្នាចុចកន្លែងព្រួយនេះមកណាបាទចុចព្រួយហ្នឹងមកបាទអញ្ចឹងយើង save ទុកឲ្យបងប្អូនណាបាទ